នៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកឆ្លើយសំណួរបងប្អូនទាំងអស់គ្នាមួយសំណួរហើយសំណួរដែលខ្ញុំត្រូវឆ្លើយហ្នឹងគឺមិនផ្ដល់នៅចម្លើយដែលដូចថាជាដំណោះស្រាយទេប៉ុន្តែជាចម្លើយមួយដែលដូចថាសមហេតុផលសម្រាប់បងប្អូនទាំងអស់គ្នាហើយគួបផ្សំទៅនឹងខ្ញុំវាអត់ដែរជួបផងបាទហើយមួយវិញទៀតគឺនិយាយតាក់ទងទៅនឹងបងប្អូនដែលថាឲ្យខ្ញុំតាក់ទងទៅនឹងការចិញ្ចឹមមាន់របស់ខ្ញុំថាខ្ញុំចិញ្ចឹមមាន់គឺដើម្បីទៅថតវីដេអូផុស YouTube បាទអញ្ចឹងខ្ញុំនឹងមកនិយាយនៅក្នុងវីដេអូថ្ងៃនេះអញ្ចឹងសម្រាប់សំណួរដែលបងប្អូនបានសួរមកខ្ញុំតាក់ទងទៅនឹងមាន់ហើយគាត់ថាមាន់របស់គាត់គឺធំហើយមេមាន់បាទមានតបៅនៅសងខាងតាគៀកគាត់សួរថាតើជាជំងឺអីអញ្ចឹងបើសិនបើគាត់សួរតាក់ទងនឹងតបៅហើយសួរថាជំងឺអីអានេះខ្ញុំសូមឆ្លើយខ្លីៗឲ្យបងប្អូនពិចារណាឡើងវិញថាជំងឺហើយនឹងដំបៅគឺខុសគ្នាបាទជំងឺគឺជាជំងឺដែលវាឈឺឧទាហរណ៍ផ្ដាសាយអុតបាក់សីអាសន្នរោគអីអាហ្នឹងគេហៅជំងឺកុំបរោអីតែបើដំបៅវាជាដូចថាវាអាចមុតនេះមុតនោះឬក៏យ៉ាងណាអាហ្នឹងយើងព្យាបាលតាមប្រភេទដំបៅយើងមើលយើងសម្អាតមេរោគអីនៅនឹងទៅហើយបន្ទាប់មកយើងដាក់ថ្នាំឬក៏យើងមានជា spray បាញ់ព្យាបាលវានឹងមកអាហ្នឹងគឺវិជាហើយបាទយើងដាក់ថ្នាំដាក់អីទៅប៉ុន្តែបើនិយាយថាវាតបៅសងខាងតាគៀកហើយសួរជាជំងឺអីខ្ញុំពិបាកនឹងឆ្លើយដោយសារអីដោយសារតែខ្ញុំអត់ធ្លាប់ជួបបងប្អូនខ្ញុំចិញ្ចឹមមាន់តាំងពីជំនាន់ខ្ញុំនៅរៀនថ្នាក់ទី6ទី7រហូតមកខ្ញុំជាប់គ្រូខ្ញុំបោះបង់ចោលតែ2ឆ្នាំឯង3ឆ្នាំឯងខ្ញុំបោះបង់ចោលគឺចន្លោះខ្ញុំរៀន12ហើយនឹងខ្ញុំចូលចប់12ខ្ញុំប្រឡងគ្រូខ្ញុំជាប់គ្រូនឹងអញ្ចឹង3ឆ្នាំផុតពីនោះមកគឺខ្ញុំចាប់ដើមបន្តចិញ្ចឹមមាន់ទៀតតែខ្ញុំអត់ដែរជួបទេបងប្អូនបញ្ហាមាន់តបៅតាគៀកអញ្ចឹងតើមានបងប្អូនណាជួបអត់បើជួបជួយខមមិនប្រាប់ដែលបងប្រុសគាត់បានសួរខ្ញុំផងបាទព្រោះខ្ញុំអត់ដែរជួបអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមឆ្លើយខ្លីប៉ុណ្ណឹងដោយសារជំងឺវាខុសពីតបៅយើងអាចព្យាបាលយើងអាចដាក់ថ្នាំដាក់អីទៅតែបើជំងឺក៏យើងត្រូវព្យាបាលត្រូវដាក់ថ្នាំដែរតែវាឈឺខុសគ្នាខុសពីតបៅបាទចង់បញ្ជាក់ប៉ុណ្ណឹងបាទហើយមួយទៀតនិយាយពីបងប្អូនដែលខមមិនថាខ្ញុំចាំមាន់ដើម្បីថតវីដេអូអញ្ចឹងតកតងទៅនឹងចំណេះដឹងប្រសិនបើយើងអង្គុយសរសេរនៅលើក្តារខៀនហើយប្រាប់បងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាជឿអត់ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាជឿមិនមែនមិនជឿទេប៉ុន្តែសួរមានអំណះអំណាងអត់បាទច្បាស់ណាស់ប្រកាសជាអត់មានអំណះអំណាងទេដោយសារអីអត់មានមាន់ឲ្យបងប្អូនមើលថានេះយើងត្រូវធ្វើអញ្ចេះត្រូវដាក់បែបនេះត្រូវដាក់ថ្នាំអញ្ចេះដូចថាឧទាហរណ៍ត្រូវធ្វើវ៉ាក់សាំងយើងធ្វើវាម៉េចយកវ៉ាក់សាំងពីណាប្រភេទវ៉ាក់សាំងហ្នឹងយើងអាចទុកដោយមិនខ្លះសេបានអត់ទុកដោយខ្លះសេឬក៏យ៉ាងណាយីក៏មិនគឺបង្ហាញផ្ទាល់ហើយបើសិនជាយើងអត់មានការបង្ហាញផងអញ្ចឹងយើងធ្វើមិនអញ្ចឹងចំណុចនេះខ្ញុំអត់បដិសេធទេគឺខ្ញុំចាំមកដើម្បីថតវីដេអូបាទថតវីដេអូចំណេះដឹងឲ្យបងប្អូនមើលហ្នឹងហើយឲ្យបងប្អូនបានដឹងហ្នឹងហើយឲ្យបងប្អូនបានឃើញថាខ្ញុំបង្រៀនទៅមាន់របស់ខ្ញុំក៏កើតដែរហើយមិនមែនថាទាល់តែខ្ញុំចាំបាច់ចិញ្ចឹមកសិដ្ឋានចាំខ្ញុំទៅថតវីដេអូឲ្យបងប្អូនហើយឲ្យបងប្អូនជឿទេដូចខ្ញុំនិយាយច្រើនវីដេអូហើយមានអ្នកខ្លះគាត់ចិញ្ចឹមតែមេមួយក្បាលពីរក្បាលនៅផ្ទះសម្រាប់ទុកគេហៅថាហូបចុកប្រចាំថ្ងៃឬក៏ពេលណាដែលគាត់ចង់បានមាន់យកទៅធ្វើម្ហូបអីហ្នឹងមិនតឹងកើតឲ្យបានហូបផងដោយសារអីសម័យនេះមិនដូចសម័យមុនទេបងប្អូនប្រសិនបើយើងអត់ចេះថែទាំអ្នកខ្លះមានសត្វចិញ្ចឹមដូចជាឆ្កែដូចជាអី VC ប្រសិនបើយើងអត់ចេះការពារវាពីប្រភេទសត្វហ្នឹងយើងសួរថាយើងចាំកើតអត់គាត់អត់យល់ថាគាត់ត្រូវធ្វើទ្រង់វាមិនដាក់ថែកូនវាមិនពេលខ្លះអត់យល់ពីរបៀបនៃការដាក់ការពារកណ្ដោវាមិនអ្នកខ្លះដាក់មកសបុកមកកណ្ដោស៊ីខ្ទេចចឹងនិយាយចឹងអ្នកខ្លះដាក់មកហើមភ្នែកត្រូងាប់អស់លេងមេបដាលតាំងពីមន់8 9រហូតដល់មន់សល់1អីជួនទៅទេហើយសួរថាបើយើងអត់ចេះបច្ចេកទេសក្នុងការដាក់ទ្រង់ការពារវាខ្លះអីខ្លះយើងចាំកើតអត់យើងបានមន់សម្រាប់ហូបចុកគុតគង់គ្រួសារអត់អញ្ចឹងចំណុចហ្នឹងឯងដែលខ្ញុំនិយាយថាខ្ញុំធ្វើតិចប៉ុន្តែខ្ញុំបង្រៀនបងប្អូនពីវិធីសាស្ត្រ
សម្រាប់បងប្អូនយកទៅចិញ្ចឹមឲ្យកើតច្រើនបងប្អូនចង់ចិញ្ចឹមបែបបច្ចេកទេសឬក៏ចិញ្ចឹមបែបដូចហៅថាបើកធំចង់បញ្ជាក់អញ្ចឹងហើយនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំភ្ជាប់សកម្មភាពមាន់របស់ខ្ញុំដែលខ្ញុំប្រឡែងឲ្យស៊ីស្មៅផងហើយនឹងមាន់នៅក្នុងទ្រុងផងបាទដើម្បីមកឆ្លើយតបប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ពីគោលបំណងរបស់ខ្ញុំអត់ចង់បានអីបងប្អូនទេអ្វីដែលសំខាន់គឺឲ្យតែបងប្អូនមានចង្អុលបងប្អូនសួរប៉ុន្តែខ្ញុំគិតថាប្រហែលជាចម្ងល់សម្រាប់បងប្អូនគឺស្បើយហើយដោយសារអីខ្ញុំចេញវីដេអូច្រើនហើយក៏មានគ្រូយើងផ្សេងទៀតដែលគាត់បង្រៀនច្រើនដែរទាក់ទងទៅនឹងការចិញ្ចឹមការថែទាំបានហ្នឹងហើយសម្រាប់វីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមកឆ្លើយខ្លីៗប៉ុណ្ណឹងពីសំណួរសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ក៏ដូចជាអធិស្ឋានប្រសិនបើការបកស្រាយរបស់ខ្ញុំក៏ដូចជាការឆ្លើយតបរបស់ខ្ញុំលើសលួសខុសឆ្គងឬក៏ដោយប្រការណាមួយដោយសារតែមានពេលខ្លះគឺខ្ញុំចង់ឲ្យបងប្អូនយល់ពីខ្ញុំចង់ឲ្យបងប្អូនបានចេះបានដឹងអានេះគេហៅថាអធិស្ឋានឲ្យគ្នាទៅវិញទៅមកបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេគឺសូមអរគុណបងប្អូនទាំងអស់ដែលចំណាយពេលវេលាតាមដានវីដេអូរបស់ខ្ញុំហើយប្រសិនបើបងប្អូនស្រឡាញ់ចិត្តកុំភ្លេចជួយ like ជួយ share វីដេអូរបស់ខ្ញុំម្នាក់មួយក៏ដូចជា subscribe channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទ